សូមគោរពជំរាបសួរបងប្អូនជាទីមេត្រីខ្ញុំសូមបកស្រាយនៅសេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសនិងអន្តរជាតិមកចែកជូនបងប្អូនទស្សនាព័ត៌មានទី1របស់យើងថ្ងៃនេះកងទ័ពថៃបានដាក់លក្ខខណ្ឌ4ចំណុចចំពោះកម្ពុជាដើម្បីដោះលែងទាហានកម្ពុជាត្រឡប់មកវិញនៅថ្ងៃពុធទី29ខែតុលានេះកងទ័ពថៃបានប្រកាសថារដ្ឋាភិបាលកម្ពុជាត្រូវតែបំពេញនៅលក្ខខណ្ឌទាំង4សំខាន់ជាមុនសិនដើម្បីធានាបាននូវការបញ្ចប់អរិយភាពទាំងស្រុងមុនពេលដែលថៃពិចារណាដោះលែងទាហានកម្ពុជាដែលបានឃុំខ្លួនត្រឡប់មកវិញសេចក្តីប្រកាសនេះបានធ្វើឡើងដោយលោកវិនថៃស៊ូរាវីអ្នកនាំពាក្យកងទ័ពថៃនៅទីបញ្ជាការកងទ័ពថៃយោងទៅតាមការចុះផ្សាយដោយកាសែត The Nation លោកវិនថៃបានសង្កត់ធ្ងន់ថាការសម្រេចចិត្តដោះលែងអ្នកទោសសង្គ្រាមកម្ពុជាណាមួយគឺត្រូវតែគោរពទៅតាមអនុសញ្ញាអន្តរជាតិព្រមទាំងត្រូវតែគិតគូរអំពីប្រវត្តិចំនួនដ៏យូរលង់រវាងប្រទេសទាំងពីរលក្ខខណ្ឌទាំង4របស់ថៃលោកវិនថៃបានបញ្ជាក់ថាដំណើរការដោះលែងអាចឈានទៅមុខបានលុះត្រាតែមានភស្តុតាងច្បាស់លាស់នៃការកាត់បន្ថយភាពតានតឹងដែលបង្ហាញតាមរយៈការអនុវត្តយ៉ាងពេញលេញនៅវិធានការសំខាន់ទាំង4ដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួចហើយដូចជាការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនការបោះសម្អាតមីននៅតាមតំបន់ដែលរងផលប៉ះពាល់ការប្រយុទ្ធប្រឆាំងបណ្ដាញអក្រិតជនឆ្លងដែនការសម្របសម្រួលគ្រប់គ្រងតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាពលោកវិនថៃបានរាប់រៀបថាលុះត្រាតែលក្ខខណ្ឌទាំងនេះត្រូវបានបំពេញពេញលេញទើបអាចអនុវត្តចាប់ផ្ដើមការដោះលែងអ្នកទោសសង្គ្រាមលោកបានបន្ថែមទៀតថាភាគីទាំងពីរបានចាប់ផ្ដើមផែនការសកម្មភាពរួចហើយជាការអនុវត្តជាក់ស្ដែងកាលពីថ្ងៃទី26ខែតុលាប្រទេសទាំងពីរបានដកយករថក្រោះចេញពីព្រំដែនកាយវិការនិមិត្តសញ្ញាដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកិច្ចពិភាក្សាបន្ថែមរវាងកងទ័ពភូមិភាគ2របស់ថៃនិងកងទ័ពភូមិភាគ4របស់កម្ពុជាក៏បានធ្វើឡើងនៅថ្ងៃទី28ខែតុលាដើម្បីពិភាក្សាអំពីពេលវេលានិងនីតិវិធីជាក់លាក់សម្រាប់ការដកយកអាវុធធុនធ្ងន់ទោះជាយ៉ាងណាក៏ដោយលោកវិនថៃបានព្រមានថាប្រសិនបើដំណើរការបញ្ចប់ឬការពន្យាពេលមិនត្រូវបានបំពេញនោះថៃអាចនឹងពិចារណាចាត់វិធានការតាមផ្លូវច្បាប់ឬអន្តរជាតិបន្ថែមទៀតដើម្បីការពារអធិបតេយ្យភាពនិងផលប្រយោជន៍របស់ពលរដ្ឋខ្លួនសូមជម្រាបថាដំណាក់កាលដំបូងថៃបានដករថក្រោះធុនធ្ងន់2គ្រឿងចូលបន្ទាយវិញការអនុវត្តជាក់ស្ដែងកាលពីរាត្រីថ្ងៃអង្គារទី28ខែតុលាឆ្នាំ2025កងទ័ពថៃបានបង្ហាញការដកអាវុធធុនធ្ងន់របស់ខ្លួនចូលបន្ទាយវិញស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមលោកវីតៃឡៃធំយ៉ាអ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ថានេះគឺជាការដកអាវុធធុនធ្ងន់ដំណាក់កាលដំបូងចេញពីខ្សែត្រៀមជួរមុខហើយថៃនឹងបន្តការអនុវត្តជាបន្តទៀតស្របទៅតាមកិច្ចព្រមព្រៀងតាក់ទងនឹងខាងវិស័យសេដ្ឋកិច្ចវិញថៃបានផ្អាកប្រតិបត្តិការរោងចក្រថាមពល5កន្លែងព្រោះសេដ្ឋកិច្ចធ្លាក់ចុះក្រសួងថាមពលរបស់ថៃបានប្រកាសផ្អាកប្រតិបត្តិការនៅរោងចក្រថាមពលចំនួន4កន្លែងនិងពន្យាពេលបើកដំណើរការរោងចក្រទី5ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះនិងតម្រូវការអគ្គិសនីចុះខ្សោយព័ត៌មាននេះត្រូវបានដកស្រង់សម្ដីពីរដ្ឋមន្ត្រីថាមពលលោកអូតាផូឬភីប៊ុននៅក្នុងកាសែតបាងកោប៉ូនៅថ្ងៃអង្គារទី28ខែតុលាការសម្រេចចិត្តនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាគោលនយោបាយជាតិថាមពលដើម្បីទប់ស្កាត់ការផ្គត់ផ្គង់ថាមពលអគ្គិសនីលើកម្រិតដែលអាចបង្កើតបន្ទុកហិរញ្ញវត្ថុដែលមិនចាំបាច់សម្រាប់អ្នកផលិតនិងអ្នកប្រើប្រាស់លោកអូតូផូបានបញ្ជាក់ថាការពន្យាពេលនេះនឹងជួយឲ្យអាជ្ញាធរអគ្គិសនីថៃនិងក្រុមហ៊ុនឯកជនអាចសន្សំប្រាក់ចំនួន 3.5 ពាន់លានបាតរោងចក្រ4ដែលត្រូវបានផ្អាករួមមានរោងចក្របាល់ហ្គាស3កន្លែងនៅភាគខាងជើងនិងភាគខាងត្បូងទីក្រុងបាងកកនៅក្នុងស្រុកណាំផុងខេត្តខនកែន
និងរោងចក្រដើរដោយថាមពលធ្យូងថ្មមួយកន្លែងស្ថិតនៅក្នុងស្រុកម៉ែម៉ូខេត្តឡាំប៉ាងរោងចក្រទាំង4នេះដើមឡើយត្រូវផ្គត់ផ្គង់អគ្គិសនីចន្លោះពីឆ្នាំ2025ដល់ឆ្នាំ2030ប៉ុន្តែឥឡូវនេះនឹងត្រូវបិទទ្វាររហូតដល់ឆ្នាំ2029ចំណែករោងចក្រទី5ត្រូវពន្យាពេលរោងចក្រថាមពលបូរ៉ាផាបានពន្យាពេលបើកដំណើរការពាណិជ្ជកម្មរបស់ខ្លួននៅឆ្នាំ2027ទៅឆ្នាំ2029វិញលោកអូតាផាបានសន្មតថាការផ្អាកនិងការពន្យាពេលនេះគឺបណ្ដាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ដែលបានរំខានដល់សេដ្ឋកិច្ចថៃតាំងពីឆ្នាំ2020ហើយបន្តធ្វើឲ្យកំណើនធ្លាក់ចុះលោកថាការរាតត្បាតនិងការបិទប្រទេសបានកាត់បន្ថយតម្រូវការយ៉ាងខ្លាំងហើយសកម្មភាពសេដ្ឋកិច្ចមិនទាន់បានងើបឡើងវិញនៅពេលនេះឡើយក្រសួងថាមពលនឹងពិនិត្យមើលផែនការសម្រាប់គម្រោងថាមពលពេលអនាគតរួមទាំងរោងចក្រផលិតឧស្ម័នដែលបានស្នើឡើងនៅក្នុងខេត្តស៊ូរ៉ាថានីតំបន់ភាគឦសានដើម្បីធានាថាពួកវាស្របតាមការព្យាករណ៍តម្រូវការថាមពលជាក់ស្ដែងខ្ញុំសូមបញ្ចប់សេចក្តីរាយការណ៍ព័ត៌មានអត្ថាធិប្បាយប្រចាំថ្ងៃត្រឹមនេះសូមអរគុណចំពោះការតាមដាន